រសកម្មភាពទាំងអស់នេះគឺបានទីមួយគឺផ្លាស់ប្ដូរខ្លួនឯងទីមុនគឺខ្ញុំអត់មានភាពក្លាហានទេគឺខ្ញុំមានការផ្លាស់ប្ដូរគំនិតថ្មីមួយដែរអញ្ចឹងដំបូងគឺខ្ញុំថាខ្ញុំពេលខ្ញុំរៀនចាប់តែ12តែខ្ញុំដឹងថាទៅរៀនហើយមិនដឹងថាទៅធ្វើអីជំរាបសួរខ្ញុំបាទឈ្មោះចេនលោកដែលជាបុគ្គលិករបស់សមាគមយុវជនខ្មែរនៅក្នុងថ្ងៃនេះដែរខ្ញុំបាទមកចែករំលែកអំពីបទពិសោធន៍ដែលខ្ញុំបានអនុវត្តកន្លងមកខ្ញុំឈ្មោះសវណ្ណរ៉េតកយ៉ានជាបុគ្គលិកនៃសមាគមយុវជនខ្មែរហើយតួនាទីរបស់នាងខ្ញុំគឺជំនួយការគម្រោងខ្ញុំបានចូលរួមរហូតមកដល់ឆ្នាំ2019ខ្ញុំចូលរួមជាមួយនឹងសមាគមយុវជនខ្មែរដែលបានអនុវត្តគម្រោងហាមស្អាតឬគម្រោងដល់ពេលដែលធ្វើសកម្មភាពហ្នឹងដំបូងជាបុគ្គលិកហាត់ការទេប៉ុន្តែទៅពេលចុងក្រោយពេលដែលខ្ញុំអនុវត្តសកម្មភាពឬក៏សមត្ថភាពខ្ញុំវារៀងក្របើជាងមុនខ្លាំងជាងមុនខ្ញុំក៏ខ្លាចជាបុគ្គលិកជំនួយការគម្រោងលក្ខណៈពិសេសរបស់ខ្ញុំគឺពីមុនមកគឺខ្ញុំមានការចូលរួមសកម្មជាងគេហើយចាស់ដឹកនាំយុវជនផ្សេងៗឲ្យគាត់ចូលរួមនៅសកម្មភាពដូចជានៅពេលដែលមានសកម្មភាពអីខ្ញុំជាអ្នកផ្ដល់ព័ត៌មានឲ្យពួកគាត់បានដឹងនៅពេលដែលខ្ញុំខ្លាចជាបុគ្គលិកគឺខ្ញុំបានកាន់គម្រោងទី1គឺគម្រោង Action Aid កម្ពុជាទី2គម្រោងអង្គការ Plan អន្តរជាតិកម្ពុជាហើយមួយទៀតគម្រោង Resilience Fund គម្រោងខាង Plan ទាក់ទងជាមួយនឹងសុខភាពផ្លូវភេទនិងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយចំពោះសកម្មភាពនេះដែរគឺខ្ញុំបានអនុវត្តទី1គឺខ្ញុំបានផ្ដល់វគ្គបណ្ដុះបណ្ដាលវគ្គបណ្ដុះបណ្ដាលទី2គឺខ្ញុំបានផ្ដល់អនុវត្តសកម្មភាពវគ្គ Small Grant មួយក៏ថាសកម្មភាព Environment ហើយទី3ទៀតគឺខ្ញុំបានចោះផ្សាយអំពីបរិស្ថាននៅក្នុងសហគមន៍នៅឃុំទ្វេងលើទ្វេងក្រោមហើយមួយទៀតគឺខ្ញុំបានធ្វើកិច្ចសហការជាមួយសាលារៀនវិទ្យាល័យហើយនិងសាកលវិទ្យាល័យពីសកម្មភាពកន្លងមកគឺមានការគ្រប់គ្រងពីខាងអាជ្ញាធរពាក់ព័ន្ធព្រោះអីនៅក្នុងសហគមន៍របស់ពួកគាត់ពីមុនមកគឺពួកគាត់បានចុះប្រាក់ប្រជាពលរដ្ឋឲ្យគាត់ដើររើសសម្រាមនៅតាមដងផ្លូវដែរក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនគឺអត់ស្ដាប់ពួកគាត់ទេខ្ញុំមើលឃើញថាវាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់ក្រុមក្លឹបកុមារក៏ដូចជាយុវជនដែលរស់នៅក្នុងសហគមន៍របស់ខ្ញុំដោយសារតែប្រជាជនដែលរស់នៅក្នុងតំបន់ពួកខ្ញុំគឺជាតំបន់ដាច់ស្រយាលមួយអញ្ចឹងការយល់ឃើញរបស់ប្រជាពលរដ្ឋទាក់ទងជាមួយនឹងសុខភាពបន្តពូជទាក់ទងជាមួយនឹងបញ្ហាបរិស្ថាននេះដែរគឺពួកគាត់នៅមានកម្រិតអញ្ចឹងនៅពេលដែលយើងបានផ្ដល់ទាក់ទងជាមួយនឹងបញ្ហាទាំងអស់នេះទាំងយុវជនក៏ដូចជាទាំងប្រជាពលរដ្ឋគឺពួកគាត់មានរឿងថាគាត់ភ្ញាក់ផ្អើលទាក់ទងជាមួយនឹងសកម្មភាពហើយចំពោះសុខភាពបន្តពូជហេតុអីបានជាយើងយកចិត្តទុកដាក់អញ្ចឹងចានៅពេលដែលខ្ញុំបានចូលរួមសកម្មភាពទាំងអស់នេះគឺបានទីមួយគឺផ្លាស់ប្ដូរខ្លួនឯងពីមុនគឺខ្ញុំអត់មានភាពក្លាហានទេហើយមកដល់ឥឡូវគឺមានភាពក្លាហានក្នុងការនិយាយស្ដីក៏ដូចជាការចុះអនុវត្តសកម្មភាពផ្សេងនៅពេលដែលខ្ញុំចូលរួមច្រើនទីមួយគឺខ្ញុំគិតពេលឬក៏ខាងអង្គការឬក៏បុគ្គលិកផ្សេងគាត់ណែនាំទៅគឺខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើយ៉ាងម៉េចខ្ញុំធ្វើជាគំរូដល់យុវជនចំនួនក្រោយបើសិនជាមានគម្រោងក៏ដូចជាអង្គការផ្សេងៗដែលចុះទៅជួយក៏ដូចជាអនុវត្តនៃសកម្មភាពសូមឲ្យពួកគាត់ចូលរួមហើយក៏អនុវត្តគម្រោងនឹងបន្តដើម្បីធ្វើឲ្យសហគមន៍របស់ពួកយើងមានភាពរីកចម្រើនជាងមុនហើយសម្បូរទៅដោយមនុស្សដែលមានចំណេះដឹងគឺខ្ញុំលើកទឹកចិត្តអន្តរជាតិគ្នាចូលរួមសកម្មអញ្ចឹងនៅពេលដែលយើងចូលរួមសកម្មទៅគឺយើងអាចមានការទទួលឱកាសច្រើនជាងមុនក៏ដូចជាការវិវត្តខ្លួនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទីមួយគឺដើម្បីសហគមន៍ខ្លួនឯងដើម្បីគ្រួសារខ្លួនឯងដើម្បីប្រជាពលរដ្ឋហើយនិងដើម្បីសង្គមជាតិ